ngày nào làm món ăn mà dục hao học mới trong miếng này. Cái lại y ắt lụt sao hả cái đam mau vì Việt Nam năng lại y đang là lụa tham chiết bao giờ năng mảng. Dân thằng mà bị túc mà cái lỗ pi mơn chiang ôn pi mơn bảy. នេះជាផែននេសាទដែលមានទីតាំងនៅក្បែរនឹងផ្សារក្តាមខេត្តកែបជារៀងរាល់ថ្ងៃវេលាម៉ោង 8 ព្រឹកនឹងមានទូកនេសាទចន្លោះពី 10 ទៅ 20 គ្រឿងចូលចតដើម្បីប្រមូលផលនេសាទដែលភាគច្រើនជាក្តាមសេះដែលគេនេសាទបានកាលពីយប់យកមកលក់នៅទីនេះដោយឈ្មួញដែលមកប្រមូលទិញគឺជាអាជីវករនៅផ្សារក្តាមនេះតែម្ដងអ្នកនេសាទ3រូបបានប្រាប់ថាផលនេសាទក្តាមសេះនៅឆ្នាំនេះមានកំណើនគួរឲ្យកត់សម្គាល់ វាអត់ទៀងតាមអាកាសធាតុវាធម្មជាតិនឹងថ្ងៃណាបានច្រើនអញ្ចឹងវា20-30 គីឡូហ្នឹងណាតាមដឹងដូចច្រើនជាងតាំងពីរួចកូវីដមកព្រោះឆ្នាំនេះវាឡើងចន្លែណាមួយដូចសហគមន៍គេដាក់លូដាក់តាំងហ្នឹងវាបង្កើតអាក្តាមបានវាមកចូលនៅច្រើនបើពីមុនមកក៏កូវីដអត់មានទេបានវាឡើងភក់ក្នុងបានមកឡើងភក់មកវាបានតែលាក់ចោលហ្នឹងជួនយក 30,000 40,000 ទុកហ្នឹងបានច្រើនមកប៉ះជួបប៉ះចោលមកបានថ្ងៃណាឡើងមកបានមកយក 50,000 ក៏មានដែរតួយើងខ្លះយើងម្លែងវិញយើងម្លែងចោលវិញដែរយើងយកតែម៉ូលណាធំធំអីអាចយកបានណាយើងម៉ូលមកក៏អាចនឹងកាន់តែថាយើងកាន់តែហិនវាគូសំតិចដែរវាច្រើនណាវាបន្តិចណាវាគូសំវាមិនទៀងជួនណា10 20 គីឡូវាទៀងព្រោះវាមិនទៀងជួនណាមិនចោលល្អបានមិនអត់ថោល្អវាអត់បានហ្នឹងតម្លៃវាខែបុណ្យខែទៀតมันថ្លៃដែរតែខែអត់បុណ្យអត់ទៀតអញ្ចឹងវាថោកដែរ1គីឡូ 20,000 មើលជាងជួនណា 30,000 ហ្នឹងវាទៀងចេះច្រើនក្តាមច្រើន40 គីឡូ 30 គីឡូភាសាតិចអីព្រោះបានវិញចូលខែភាសាតិចចុងខែ1អញ្ចឹងចិត្តចូលខែ7ព្រោះបានវិញហ្នឹង បើតាមអ្នកនេសាទទាំង 3 រូបក្នុងមួយថ្ងៃពួកគាត់អាចចេញទូកនេសាទបានចន្លោះពី 2 ជើងទៅ 3 ជើងអាស្រ័យទៅលើអាកាសធាតុចំពោះក្តាមសេះដែលពួកគាត់រកបានមិនពិបាកលក់នោះទេព្រោះមានអាជីវករនៅផ្សារក្តាមនិងនៅតាមហាងនានាមករងចាំទិញដល់ទូកតែម្ដងទោះបីជាកំពុងតែមមាញឹកក្នុងការប្រមូលទិញក្តាមពីអ្នកនេសាទក៏ដោយក៏អាជីវករ2 រូបបានឆ្លៀតប្រាប់កសិកម្ម360ថាក្តាមសេះដែលគាត់ប្រមូលទិញនេះនឹងត្រូវយកទៅលក់បន្តនៅឯផ្សារក្តាមនិងនៅហាងរបស់ពួកគាត់ជាទីដែលអ្នកទេសចរមកពីគ្រប់ទិសទីមិនដាល់រំលង Cái lại y ắt lụt sao hả cái đam mau vì Việt Nam năng lại y đang là lụa tham chiết bao giờ năng mảng ý hở chẳng lại hở ta lại môi chẳng cho đã mình tiếng chân cá thay sam theo cả lỗ chân tao sam sai theo cả lỗ dân ai tập bắc ke miên thông bầm mán dân thử bắc ke chân tầng a bon tiên dân tranh bị tụt làng đấy dân tranh làng này Vô mà bị túc mà chân ôn ọt miên hở dân hở hay bà dân đó là lại nước mình dân hở lịch muối chênh lịch pi chênh ai phi nhau mơ cắt pin chật vô lịch muối cắt pin chật vô lịch pi của em lại với khóc nè dân thằng mà bị túc mà cái lỗ pi mơn chiang ôn pi mơn bảy ta dân lụa chênh với dân hở cuốn đặt tập xe nhà thoát dân đặt tập xe lịch muối bị buôn mơn thèm lao đó muối mơn tam hàng chênh bia lại như ở thay hàng chênh thao chẳng á ដើម្បីឲ្យចំនួនក្តាមសេះមានកំណើនឡើងវិញនៅក្នុងធម្មជាតិនិងដើម្បីឲ្យការនេសាទមាននិរន្តរភាពខាត់រដ្ឋបាលចលផលខេត្តកែបបានរៀបចំដែនជម្រកសុវត្ថិភាពក្តាមសេះនៅប្រជុំកោះពោនិងកោះទន្សាយទំហំ 417 ហិកតា ដោយមានការហាមនេសាទនៅទីនេះចាប់ពីថ្ងៃទី 1 ខែឧសភាដល់ថ្ងៃទី 31 ខែកក្កដានៅរៀងរាល់ឆ្នាំនៅខែនេះក៏មានរៀបចំជាធនាគារក្តាមសេះចំនួន 4 កន្លែងផងដែរ